ជំរាបសួរនេះគឺជារបៀបអានបាញកាមេរ៉ា EZV ចេញពី account អ្នកមុនបាទអញ្ចឹងដំបូងឡើយគឺយើងត្រូវ connect ទៅ Wi-Fi ហើយយើង reset កាមេរ៉ាហ្នឹងទៅ default សិនហើយតោះមកយើងចូល app មកយើង scan QR code នៅបាតវាយើងនឹងឃើញជាប់នៅ account ចាស់របស់គេអញ្ចឹងយើងគ្រាន់តែ click លើ apply for unbind ទៅអញ្ចឹងវានឹង load ទាំងថ្មីមកហើយវាឲ្យយើង scan QR code យើងចុចកន្លែងហ្នឹងមកវាឲ្យយើងថតបាទយើងដាក់មកវាអូតូថតយើងចុច confirm មកបាទនៅពេលដែលយើង confirm មកវានឹងធ្វើការបញ្ជូនរូបភាពនិងព័ត៌មានកាមេរ៉ាហ្នឹងទៅកាន់ account cloud របស់ EZV អញ្ចឹងវាកំពុងតែដំណើរការ unbind ណាអញ្ចឹងរងចាំវាបន្តិចអូខេអញ្ចឹង unbind successful យើង click នៅលើប៊ូតុងហ្នឹងមកអញ្ចឹង status របស់យើងគឺ on យើងបើកកាមេរ៉ាហ្នឹងហើយវានឹង load ពណ៌ខៀវអញ្ចឹងយើង tick នៅលើប៊ូតុងពណ៌ខៀវហ្នឹងមកហើយកន្លែងនេះគឺវាឲ្យយើងមើលផ្ទៀងផ្ទាត់ status ភ្លើងវា load ពណ៌ខៀវហើយអញ្ចឹងបន្ទាប់ពីវា load ពណ៌ខៀវធំទៅយើងចុច next មក tick វាហើយយើង click ជាន់មានន័យថាយើងឲ្យកាមេរ៉ា EZV ហ្នឹងវា connect ទៅ Wi-Fi អូខេអញ្ចឹងជោគជ័យហើយអានេះគឺយើងអាចដាក់ឈ្មោះក៏បានអត់ក៏បានហើយដល់ដំណាក់កាលមួយនេះគឺវាកំពុងតែធ្វើការ add កាមេរ៉ាហ្នឹងទៅកាន់ account របស់យើងថ្មីអញ្ចឹងខ្ញុំខាវាលឿនបន្តិចអញ្ចឹងវានឹងជោគជ័យចេញមកអូខេឥឡូវយើងអាចដាក់ password ដាក់អីថ្មីរបស់យើងបាន